បើខ្ញុំស៊ីឯងការដាំដុះរបស់ខ្ញុំនឹងកើនឡើងយ៉ាងខ្លាំងហើយខ្ញុំនឹងរស់នៅជារៀងរហូតឈួតមែនគាត់រត់គេចខ្លួនបាត់ហើយលូឈីងឯងនៅទីនេះហើយការពារពេលកូនមនុស្សព្រះទូចបង្ហាញមុខឯងត្រូវតែចាប់គាត់កុំត្រឡប់មកវិញរហូតដល់ឯងចាប់គាត់បើឯងហ៊ានឲ្យគាត់រត់គេចខ្លួនខ្ញុំនឹងបកស្បែកឯងទាំងរស់បងប្រុសតើមនុស្សអាក្រក់នោះនៅសល់ទេមនុស្សអាក្រក់នោះបានបាត់ទៅហើយប៉ុន្តែគាត់ប្រាប់ខ្ញុំឲ្យមើលឯងដូច្នេះឯងគួរតែរត់ទៅបងប្រុសតើឯងនឹងចាប់ខ្ញុំទេខ្ញុំមិនចាប់ឯងទេឯងរត់ទៅឆ្ងាយកាន់តែល្អបងប្រុសឯងមានចិត្តល្អណាស់ប៉ុន្តែបើឯងឲ្យខ្ញុំទៅមនុស្សអាក្រក់នោះមិនធ្វើបាបបងទេឲ្យគាត់ប្រយុទ្ធទៅខ្ញុំសាំនឹងវាហើយបើដូច្នោះហេតុអ្វីបងមិនរត់ទៅខ្ញុំមិនអាចរត់គេចបានទេឪពុកម្ដាយខ្ញុំជំពាក់លុយវាងមកសានច្រើនណាស់មុនពេលពួកគេស្លាប់ហើយគាត់បានប្រមូលការប្រាក់តាំងពីពេលនោះមកខ្ញុំមិនអាចសងវាវិញក្នុងមួយជីវិតនេះឬ10ជីវិតទៀតទេមនុស្សអាក្រក់នោះច្រើនពេកហើយគ្មានអ្វីចម្លែកទេដែលគាត់ព្យាយាមស៊ីខ្ញុំដូច្នេះអ្នកគួរតែចាក់ចេញឲ្យបានលឿនបើមិនដូច្នោះទេខ្ញុំពិតជាមិនអាចការពារអ្នកបានទេនៅពេលដែលគាត់ត្រឡប់មកវិញបងប្រុសតូចឲ្យយករបស់នេះទៅសងបំណុលរបស់អ្នករបស់នេះមានតម្លៃពេកខ្ញុំមិនអាចទទួលយកវាបានទេវាមានតម្លៃតតែសោះខ្ញុំអាចហៅមនុស្សបានច្រើនតាមដែលខ្ញុំចង់បានលាក់ខ្លួនឲ្យលឿនមាននរណាម្នាក់កំពុងមកអ្នកគួរតែរត់គេចខ្លួនពីលើជញ្ជាំងខាងក្រោយខ្ញុំមិនចាក់ចេញទេខ្ញុំអាចជួយអ្នកប្រយុទ្ធប្រឆាំងនឹងមនុស្សអាក្រក់បុព្វបុរសតូចអ្នកគួរតែចាក់ចេញឲ្យបានលឿនមានពួកគេច្រើនពេកអ្នកមិនអាចវាយពួកគេបានទេក្មេងរពីសនោះពិតជានៅតែនៅក្នុងទីធ្លាស្វែងរកដោយប្រុងប្រយ័ត្នបងប្រុសតូចកុំទៅរងចាំខ្ញុំនៅទីនេះយប់ស្អែកខ្ញុំនឹងនាំអ្នកទៅកន្លែងល្អមួយលូឈៀងតើអ្នកកំពុងនិយាយជាមួយអ្នកណែលើនេះអ្នកខុសហើយគម្ពីរជីនសេងមិនដែលបង្ហាញខ្លួនទេខ្ញុំនឹងរាយការណ៍ទៅចៅវាយផ្ទាល់ចៅវាយគម្ពីរជីនសេងមិនដែលបង្ហាញខ្លួនម្ដងទៀតទេនេះគឺជាយិនសិនពាន់ឆ្នាំដែលខ្ញុំបានជីកដោយចៃដន្យនៅក្រោមដើមឈើធំមួយខ្ញុំចង់ប្រើវាដើម្បីសងបំណុលទាំងអស់ដែលឪពុកម្ដាយរបស់ខ្ញុំជំពាក់មុនពេលពួកគេស្លាប់ជីនសេងនៅដែរហើយស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះនេះជាការរកឃើញដ៏កម្រមួយល្អណាស់បំណុលឪពុកម្ដាយរបស់អ្នកទាំងអស់ត្រូវបានលុបចោលហើយវាយឺតពេលហើយត្រឡប់មកវិញថ្ងៃស្អែកហើយខ្ញុំនឹងប្រគល់ក្រដាសប្រាក់ទៅអ្នកវិញអរគុណលោកខ្ញុំនឹងចាក់ចេញឥឡូវនេះជីនសេងដែលមានគុណភាពបែបនេះគឺជាការរកឃើញម្ដងក្នុងមួយសតវត្សតើក្មេងប្រុសធម្មតាម្នាក់អាចជីកវាឡើងដោយរបៀបណាវាប្រហែលជាត្រូវបានផ្ដល់ឲ្យគាត់ដោយទុកដាក់ជីនសេងនោះក្មេងប្រុសតូចតើអ្នកនៅទីនោះទេនេះជាខ្ញុំវាងម៉ៅសានបានសងបំណុលរបស់ខ្ញុំរួចហើយបងប្រុសធំអ្នកនៅទីនេះខ្ញុំនឹងបង្កើតជីនសេងមួយទៀតសម្រាប់អ្នកយកវាទៅដូរយកលុយដូច្នេះអ្នកនឹងមិនចាំបាច់រងទុក្ខទៀតទេខ្ញុំមិនអាចយកអ្វីពីអ្នកទៀតទេដូច្នេះហើយទើបជីនសេងកាត់ឡើងតើអ្នកគិតថាអ្នកនឹងទៅណាគ្មាននរណាម្នាក់ក្នុងចំណោមអ្នករត់គេចខ្លួនទេក្មេងប្រុសតូចរត់ចេញមកទីនេះក្មេងរពីសមែនទេតើមីជីនសេងមានសារៈសំខាន់ចំពោះអ្នកទេតើអ្នកអាចចេញមកដោយរបៀបណាគាត់បានចុះទៅក្នុងដីវិញដោយខ្លួនឯងវាមិនមានអ្វីពាក់ព័ន្ធនឹងខ្ញុំទេគាត់ថែមទាំងបានឲ្យអ្នកនៅយិនសិនហើយអ្នកហៅវាថាគ្មានអ្វីទេតើអ្នកខ្វាក់ភ្នែកឬអ្នកប្រហែលជាបាននៅខ្ញុំខុសខ្ញុំមិនអាចប្រគល់វាបានទេអ្នកលីងអ៊ូដោយសារខ្ញុំមិនអាចយកមីសយិនសិនបានខ្ញុំនឹងអញ្ជើញចៅក្រមចាងមកផ្ទាល់ប្រសិនបើគាត់អាចចាប់យិនសិនវិញ្ញាណនោះបានខ្ញុំនឹងទទួលបានអត្ថប្រយោជន៍ដូចគ្នាបន្តសុបិនខ្ញុំចង់ឃើញថាអ្នកនឹងរឹងរូសប៉ុណ្ណាពេលអ្នកឃើញចៅក្រមចាងនៅថ្ងៃស្អែកលោកម្ចាស់វាងម៉ៅសានបានបញ្ជូនមនុស្សម្នាក់មករាយការណ៍ថាកូនយិនសិនបានលេចមុខនៅលើភ្នំកូនយិនសិនតើវាអាចទៅរួចទេបញ្ជូនមនុស្សម្នាក់ឲ្យជីកវានៅថ្ងៃស្អែកលោកម្ចាស់យើងបានជីកគ្រឹះយិនសិន3ក្នុងរង្វង់10ចាងប៉ុន្តែរកមិនឃើញអ្វីក្រៅពីបាវយិនសិននិងឫឈើមិនអាចទៅរួចទេវាងម៉ៅសានតើមានមីសយិនសិននៅទីនេះមែនទេវាជាការពិតមីសយិនសិនប្រហែលជាមិនមែនជារបស់ធម្មតាទេហើយពិបាកនឹងចាប់ដោយវិធីនេះតើលូស៊ីងអាចប្រគល់មីសយិនសិនបានទេប្រាប់គាត់ឲ្យចេញមកខ្ញុំមិនអាចទេខ្ញុំនឹងផ្ដល់ផ្លូវចេញឲ្យអ្នកបើឯងតាក់ទាញមីសយិនសិនមកខ្ញុំនឹងផ្ដល់រង្វាន់ឲ្យឯងជាមាសច្រើនសន្ធឹកសន្ធាប់ហើយឯងនឹងមិនចាំបាច់បារម្ភពីអាហារឬសម្លៀកបំពាក់ទៀតទេទ្រង់បានធ្វើអំពើល្អដល់ខ្ញុំហើយខ្ញុំនឹងមិនក្បត់ទ្រង់ឡើយតើឯងដឹងពីតម្លៃនៃមាសយិនសិនទេចូលថ្វាយវាទៅព្រះចៅអធិរាជខ្ញុំនឹងបានឡើងឋានៈហើយឯងនឹងក្លាយជាអ្នកមានភក្ដីភាពបន្តិចបន្តួចមានប្រយោជន៍អ្វីឆ្កែមន្ត្រីឲ្យឯងមិនស្ដាប់ហេតុផលទេដូច្នេះឯងនឹងត្រូវផឹកពេងពីនៃបើឯងមិនហៅគាត់មកទេខ្ញុំនឹងរុញឯងចុះឆ្កែមន្ត្រីឲ្យខ្ញុំស៊ូស្លាប់ជាជាងជួយអ្នកឆ្កែមន្ត្រីឲ្យសម្រាមអត់ប្រយោជន៍ហេតុអ្វីបានជាឯងមិនបញ្ឈប់គាត់ចូលចុះទៅរកគាត់ប្រសិនបើមាសយិនសិនពិតជាការពារគាត់មែនគាត់ប្រហែលជាមិនដួលស្លាប់ទេហេតុអ្វីបានជាខ្ញុំមិនដួលទៀតប្អូនប្រុសតូចវាជាកំហុសរបស់ខ្ញុំទាំងអស់ដែលបានទាញឯងចុះគុំយំវានឹងមិនកើតឡើងទេខ្ញុំមិនឲ្យមនុស្សអាក្រក់ទាំងនោះទៅទេអូទេពួកគេកំពុងចុះមកប្អូនប្រុសតូចចូលយើងចូលទៅឲ្យលឿនគាត់នៅណាលោកម្ចាស់មានស្នាមជើងនៅទីនេះលូឈៀងប្រហែលជាត្រូវបានសង្គ្រោះដោយមាសយិនសិននោះមាសយិនសិននេះពិតជាកំណប់ទ្រព្យមែនគឺស្វែងរកពួកវាលោកម្ចាស់ស្នាមជើងបញ្ចប់នៅទីនេះវាជាផ្លូវតខ្ញុំបានសម្រេចចិត្តរកពួកវានៅថ្ងៃទី31អូនប្រុសតូចវាមិនសប្បាយទេក្មេងតូចតើនេះនៅឯណានេះជាផ្ទះរបស់ខ្ញុំវាមិនស្អាតទេនេះជាផ្ទះរបស់អ្នកជាការពិតណាស់ខ្ញុំរស់នៅទីនេះតាំងពីខ្ញុំកើតមកតើអ្នកនៅតែឈរនៅទីនោះដើម្បីអ្វីប្រញាប់ឡើងហើយចាប់ខ្លួនពួកគេអ្វីទាំងអស់នៅទីនេះជារបស់ខ្ញុំ
លោកម្ចាស់អ្នកមិនអាចនិយាយបែបនោះបានទេយ៉ាងណាមិញខ្ញុំបានរកឃើញមីសយិនសិនមុនគេវ៉ាងប៉ាវសានអ្នកនៅតែចង់ប៉ះបល់មែនទេទេខ្ញុំគ្រាន់តែខ្លាចថាអ្នកមិនអាចលេបកំណប់ទ្រព្យទាំងអស់នៅក្នុងរូងភ្នំនេះដោយខ្លួនឯងបានទេខ្ញុំនឹងជួយអ្នកចែករំលែកបន្ទុកអ្នកកំពុងសុំសេចក្តីស្លាប់ចាប់ពួកគេតើមានផ្លូវផ្សេងទៀតនៅពីក្រោយទីនេះទេយើងអាចរត់គេចខ្លួនបានខណៈពេលដែលពួកគេកំពុងប្រយុទ្ធគ្នាដូចឆ្កែមានផ្លូវមួយនៅទីនោះដែលនាំទៅដល់ខាងក្រៅលឿនឡើងពួកគេកំពុងរត់គេចខ្លួនចាប់ពួកគេរូងភ្នំដែលពោពេញដោយកំណប់ទ្រព្យនឹងមិនរត់គេចខ្លួនទេប៉ុន្តែប្រសិនបើយិនសិនអាយុ1000ឆ្នាំនោះរត់គេចខ្លួនយើងនឹងខាតបង់ទ្រព្យសម្បត្តិជាច្រើនកុំឲ្យពួកគេរត់គេចខ្លួនមានរឿងអ្វីកាំងវ៉ាមិនអាចរត់បានទៀតទេដេញតាមពួកគេកុំឲ្យពួកគេរត់គេចខ្លួនប្អូនប្រុសតូចរត់បន្តដេញតាមពួកគេកុំឲ្យកាំងវ៉ារត់គេចខ្លួនប្អូនប្រុសតូចឈប់សិនយើងនឹងចេញឆាប់នេះប្អូនប្រុសតូចតើអ្នកសុខសប្បាយជាទេគាត់ហាក់ដូចជាឈប់ដកដង្ហើមម្ដងទៀតអ្នកបានជួយសង្គ្រោះខ្ញុំបន្ទាប់ពីអ្វីដែលខ្ញុំបានធ្វើចំពោះអ្នកនៅតែជួយសង្គ្រោះខ្ញុំមែនទេ